ផ្លូវថ្មើរជើង Walk Street មាត់ទន្លេកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ Walk Street in Cambodia Walk Street in Cambodia ភ្នំពេញនៅល្ងាចថ្ងៃសៅរ៍និងថ្ងៃអាទិត្យថ្មីៗនេះតំបន់មាត់ទន្លេនៅខាងមុខព្រះបរមរាជវាំងបានក្លាយជាកន្លែងប្រមូលផ្ដុំភាពសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋទាំងភ្ញៀវជាតិនិងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានផ្លូវថ្មើរជើងដែលមានឈ្មោះថា Walk Street នេះទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋពេញផ្ទៃប្រទេសជាពិសេសគឺនៅក្នុងរាជធានីភ្នំពេញដោយមានការរៀបចំដោយយកចិត្តទុកដាក់ពីសំណាក់អាយដាមឃុំស្រេងអភិបាលនេះគណៈអភិបាលរាជធានីភ្នំពេញលើផ្លូវនេះមានការរៀបចំចំណតអាហារផ្លាកអនុស្សាវរីយ៍ហាងលក់ផលិតផលសិប្បកម្មនិងកន្លែងសម្ដែងសិល្បៈបែបប្រពៃណីនិងសម័យទំនើបដែលទាក់ទាញភ្ញៀវទេសចរគ្រប់វ័យភ្ញៀវជាច្រើនបានចូលរួមសប្បាយរីករាយជាមួយក្រុមសិល្បករក៏មានការសម្ដែងរបាំប្រពៃណីចម្រៀងភ្លេងសម័យនិងការលេងឧបករណ៍ភ្លេងផ្សេងៗទៀតជាច្រើននៅផ្លូវថ្មើរជើង Walk Street នេះអាចទទួលបានទិដ្ឋភាពនៅពេលរាត្រីដ៏ល្អបំផុតមានភ្លើងពណ៌ដ៏ស្រស់ស្អាតព្រមទាំងខ្យល់អាកាសត្រជាក់បរិសុទ្ធពីមាត់ទន្លេបានបង្កើតឲ្យមានបរិយាកាសដ៏ស្រស់ស្រាយនិងផ្ដល់អារម្មណ៍សុខសាន្តស្រួលចិត្តជាពិសេសអ្នកដែលស្រឡាញ់ការថតរូបនិងកម្សាន្តនៅពេលល្ងាចនេះគឺជាគោលដៅមួយដែលមិនគួរមើលរំលងការរៀបចំផ្លូវ Walk Street នេះមិនត្រឹមតែជាកន្លែងកម្សាន្តនោះទេប៉ុន្តែជាជំហរមួយនៅក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងសិល្បៈវប្បធម៌របស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត Walk Street in Cambodia